នឹងរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតដើម្បីកម្ចាត់ព័ត៌មានคล้ายៗព័ត៌មានខ្លះគឺជាព័ត៌មានចាស់ដែលបានលើកមកឲ្យខ្លាយទៅជាព័ត៌មានថ្មីហើយព័ត៌មានខ្លះទៀតគឺជាព័ត៌មានដែលបានដោះស្រាយរួចហើយក៏បានលើកដើម្បីឆ្កឹះឆ្កៀលឲ្យទៅជាចេញជាព័ត៌មានមួយដែលធ្វើឲ្យរសើបនៅក្នុងសង្គមស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប Digital កាន់តែរីកចម្រើនព័ត៌មានคล้ายៗបានក្លាយទៅជាបញ្ហាប្រឈមមួយដ៏ធំក្នុងការធ្វើសកម្មភាពទុច្ចរិតការញុះញង់ក្នុងចេតនាទាញយកផលប្រយោជន៍នយោបាយក៏ដូចជាផលប្រយោជន៍អាជីវកម្មផ្សេងៗដើម្បីចូលរួមបន្សាព័ត៌មានคล้ายៗយើងត្រូវផ្សព្វផ្សាយព័ត៌មានពិតទាន់ពេលវេលានៅពេលដែលលេចឡើងព័ត៌មានคล้ายៗយើងត្រូវប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយទំនើបដោយស្មារតីទទួលខុសត្រូវខ្ពស់និងពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានក្នុងនាមខ្ញុំបាទជាមន្ត្រីរាជការមួយរូបខ្ញុំបាទមិនគាំទ្រព័ត៌មានคล้ายៗព្រោះព័ត៌មានคล้ายៗធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងមហាជនទូទៅយុទ្ធនាការនេះគឺជាសកម្មភាពដ៏ល្អនិងមានអត្ថប្រយោជន៍ខ្លាំងមែនទែនដើម្បីជំរុញដល់ការផ្សព្វផ្សាយព័ត៌មានពិតនិងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានคล้ายៗសូមចងចាំថាការបង្កើតព័ត៌មានคล้ายៗគឺជាទង្វើមួយដែលសង្គមមិនគ្រប់គ្រងសូមប្រុងប្រយ័ត្នព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានคล้ายៗព័ត៌មានคล้ายៗត្រូវបន្សាបដោយព័ត៌មានពិតយើងមិនគាំទ្រព័ត៌មានคล้ายៗយើងគាំទ្រយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗទាំងអស់គ្នាសូមនិយាយថាទេចំពោះព័ត៌មានคล้ายៗរាល់ពេលប្រើបណ្ដាញសង្គមត្រូវគិតដល់គ្រោះថ្នាក់នៃព័ត៌មានคล้ายៗដែលអាចកើតឡើង